ជាដំបូងយើងចូលទៅក្នុងកម្មវិធី Facebook មកហើយបន្តមកទៀតបងប្អូនរកវីដេអូណាដែលបងប្អូនចង់ download ឧទាហរណ៍ខ្ញុំចង់ download វីដេអូហ្នឹងបងប្អូនចូល like share ហ្នឹងបងប្អូនណារូប share ហ្នឹងមកបងប្អូនចុចលើវាមកតោះទៀតបងប្អូនឃើញខាងក្រោមគេដាក់ថាពាក្យ copy link អញ្ចឹងបងប្អូនចុចលើពាក្យថា copy link ហ្នឹងមកណាបងប្អូនចុច copy មកបាទតោះបងប្អូនចុចចេញមកបងប្អូនត្រូវចូលទៅកាន់កម្មវិធី Google Chrome បងប្អូនណានេះបងប្អូនកម្មវិធី Google Chrome នេះមកចុចលើវាមកតោះទៀតបងប្អូនត្រូវវាយពាក្យថា save from.net save from.net from nàoចុចលើវាមកនេះបងប្អូនចាំបងប្អូនដល់កន្លែងហ្នឹងបងប្អូនឃើញពាក្យថា save from.net ហ្នឹងបងប្អូនណាចុចលើវាមកដល់ចំណុចនេះបងប្អូនឃើញកន្លែងនេះគេដាក់ថា enter the URL ចាំបងប្អូនគណិតផាសអ្វីដែលបងប្អូនបាន save នៅពី Facebook មកមិញមកបងប្អូនចុចស្កតលើវាមកបងប្អូនយកពាក្យផាសមកបងប្អូនណាតោះទៀតបងប្អូនចុចកន្លែងព្រួយនេះមកបងប្អូនណាកន្លែងព្រួយនៅសញ្ញាព្រួយនេះមកបើកមកបងប្អូនចាំបន្តិចដោយសារខ្ញុំប្រើ 3G ចឹងវា server internet រៀងខ្សោយណាបងប្អូនណាមកដល់នេះឃើញទេបងប្អូនឃើញអញ្ចឹងចំណុចនេះបងប្អូន download ភ្លាមកន្លែងនេះក៏បានបងប្អូនជ្រើសរើសទំហំកន្លែង MP4 HD នេះក៏បានបងប្អូនចុចលើណាព្រួយមកបងប្អូនរើសបានពី MP4 HD MP4 SD អញ្ចឹងបងប្អូនចាំបានមួយណាបងប្អូនចុចលើហ្នឹងមកណាបងប្អូនណាអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែង download នេះមកបងប្អូនចាំបន្តិចទៅវាលឿនឬក៏យឺតអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនហើយបន្តទៀតបងប្អូនចូលឆែកមើលទៅក្នុងកន្លែងកាមេរ៉ាកន្លែងរូបភាពហ្នឹងទៅវានឹងលោតចូលដល់ក្នុងហ្នឹងបងប្អូនណាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់សូមអរគុណ